កងទ័ពអាកាសថៃបានប្រើ F-16 ទម្លាក់គ្រាប់បែកចូលមកក្នុងទឹកដីរបស់ប្រទេសកម្ពុជាចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាជាង70គីឡូម៉ែត្រតើការបំពានដល់កម្រោលនេះថៃមានចេតនាអ្វីចេតនាមួយក្នុងចំណោមចេតនាទាំងអស់គឺការបំបាក់ស្មារតីខ្មែរពួកគេចង់ឲ្យយើងភ័យខ្លាចចោះចាញ់និងបំបែកសម្លេងឯកភាពជាតិយើងជាពីរនេះគឺជាយុទ្ធសាស្ត្រដែលមេទ័ពថៃធ្លាប់បានបង្ហើបហើយក៏កំពុងអនុវត្តជាក់ស្ដែងដូច្នេះអ្វីដែលបងប្អូនត្រូវធ្វើជាដាច់ខាតគឺរក្សាជំហរឲ្យនឹងណកុំជឿឬចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ហើយងាកមកមើលលើឆាកអន្តរជាតិវិញការដែលលោកដូណាល់ត្រាំប្រកាសនឹងដាក់ពន្ធមកលើប្រទេសទាំងពីរជារឿងធម្មតានៃសិល្បៈការទូតដើម្បីដាក់សម្ពាធឲ្យមានការចរចាប៉ុន្តែបើយើងសិក្សាឲ្យមែនទែនអ្នកដែលជួយជំរុញឲ្យអាមេរិកងាកមកមើលកម្ពុជាក្នុងផ្លូវវិជ្ជមាននិងយល់ពីស្ថានភាពពិតគឺប្រទេសម៉ាឡេស៊ីត្រូវចាំថាសង្គ្រាមនេះមិនមែនជាសង្គ្រាមស៊ីវិលដូចនៅភូមាដែលមានបរទេសពិបាកលូកដៃនោះទេតែនេះជាសង្គ្រាមឈ្លានពានទឹកដីពីបរទេសដូច្នេះច្បាប់អន្តរជាតិទោះបីថៃមិនស្ដាប់ក៏ដោយកិច្ចការចំពោះមុខរបស់យើងនេះគឺការសង្គ្រោះជនភៀសសឹកនិងរក្សាសេដ្ឋកិច្ចជាតិឲ្យរឹងមាំព័ត៌មានចុះផ្សាយនៅទីក្រុងបាងកករដ្ឋាភិបាលថៃបានអនុម័តថវិកាបន្ថែមប្រមាណ$70 លានដើម្បីពង្រឹងការការពារព្រំដែនចំណាត់ការនេះធ្វើឲ្យអ្នកវិភាគអន្តរជាតិដាក់ការសង្ស័យនិងចោទសួរថាហើយអ្វីថៃមិនព្រមគោរពបទឈប់បាញ់ជាងការចំណាយលុយថែមឬមួយសមត្ថភាពទ័ពកម្ពុជាពិតជាខ្លាំងរហូតដល់ទប់ការឈ្លានពានចិត្តពីសប្តាហ៍នេះធ្វើឲ្យថៃពិតជាញញើតជាមួយនឹងទ័ពកម្ពុជាពិតមែនក្នុងនោះមហាអំណាច3ក្នុងចំណោម5អាមេរិកចិននិងបារាំងបានចេញមកទាមទារឲ្យមានការឈប់បាញ់ជាបន្ទាន់ប៉ុន្តែថៃហាក់មិនព្រមស្ដាប់ផ្ទុយទៅវិញបែរជាអនុម័តលុយបន្ថែមដើម្បីបន្តការឈ្លានពានកម្ពុជាជំរឿរបស់ថៃពេលនេះទំនងជាមិនចង់បញ្ឈប់ភ្លាមទេព្រោះគេទំនងជាគ្មានទីតាំងឈរជើងវាចូលដីខ្មែរមិនបានទើបសម្រេចប្រើក្បួនវាយសម្លុតដោយជាការទម្លាក់គ្រាប់បែកផ្ដាច់ស្ពានស្បៀងបំបែកសម្លេងឯកភាពរបស់ខ្មែរហើយថែមទាំងលូកដៃនៅក្នុងការដាក់សម្ពាធលើឡាវនិងប៉ុនប៉ងរាំងខ្ទប់ផ្លូវសមុទ្រកម្ពុជាជាដើមស្របពេលគ្នានេះអាយដាមសុងហ្វ្រង់សឺតាន់បានបង្ហោះសារមួយប្រយោគដែលយើងអាចពិចារណាបានថាពួកវានឹងគង់តែដួលត្បិតបន្តដើរទប់ខ្លួននិងឈើច្រាត់ងាយបាក់បំផុតនៃការកុហកបោកប្រាស់នៅពេលដួលហើយការពិតនឹងលាតត្រដាងចេញមកមុខមាត់របស់ពួកវានឹងខ្ទេចខ្ទីគ្មានសល់ការលើកឡើងនេះបញ្ជាក់ថាដំណើរដែលថៃកំពុងតែដើរគឺជាដំណើរនៃការកុហករាសខ្លួនឯងដើម្បីបិទបាំងអាថ៌កំបាំងដែលបរាជ័យប្រភពខ្លះបានទន្លេថាថៃមានបំណងវាយបំបាក់ស្មារតីទ័ពខ្មែរក្នុងរយៈពេលវែងហើយថៃនឹងឈប់វាយខ្មែរលុះត្រាតែថៃខ្លួនឯងគិតថាខ្មែរលែងជាការគំរាមកំហែងដល់ខ្លួនទៀតហើយសម្ដីនេះគឺច្បាស់ជាងថ្ងៃទៅទៀតប៉ុន្តែអន្តរជាតិហាក់ពុំសូវចាប់អារម្មណ៍លំអិតដោយគ្រាន់តែទាមទារឲ្យមានការឈប់បាញ់ជាបន្ទាន់ក្រោមក្រសែភ្នែករបស់បងធំដូចជាអាមេរិកម៉ាឡេស៊ីនិងចិនចាំមើលថាតើអនាគតអ្នកជំងឺអាស៊ីថៃនឹងដើរដល់ផ្លូវណាកម្ពុជាជាប្រទេសតូចហើយមានបទពិសោធន៍សង្គ្រាមដូច្នេះយើងចេះចាយវាយត្បិតត្បៀតណាស់ដោយសម្ដេចធ្លាប់បានសរសើររដ្ឋមន្ត្រីពីររូបថាមិនមែនជាស្រីកញ្ជើធ្លុះចេះសន្សំសំចៃដូច្នេះហើយទោះបីជាថៃដើរដល់ច្រកណាឬជ្រុងណាកម្ពុជានៅតែបន្តការពារខ្លួនបានដដែលសមត្ថភាពនៃការការពារខ្លួនរបស់កម្ពុជាក៏មាននិងសាមគ្គីភាពក៏មានដល់ឡែកចំពោះថៃវិញទោះបីខ្លួនធំជាងកម្ពុជាសេដ្ឋកិច្ចធំជាងកម្ពុជាប៉ុន្តែប្រសិនបើបន្តបែបនេះប្រហែលជាអ្នកដែលអស់ពីខ្លួនមុនគេនោះគឺថៃជាស្ដែងឲ្យតែសង្គ្រាមគឺប្រកាសណាស់ទាំងសងខាងនិងខាងប៉ុន្តែបើសិនជាគិតមួយបែបទៀតប្រសិនបើថៃមិនថយជើងពីសង្គ្រាមនេះទេអាមេរិកនឹងដាក់សម្ពាធសេដ្ឋកិច្ចហើយប្រជាជនថៃតាមព្រំដែនដែលធ្លាប់រកស៊ីជាមួយកម្ពុជានឹងធ្លុះធ្លាយឆ្នាំបាយមុនពេលដែលសង្គ្រាមបញ្ចប់ទៅទៀតហើយងាកទៅខាងប្រទេសចិនវិញក៏បានប្រកាសគោលជំហរទៅកាន់ថៃនិងកម្ពុជាសូមឲ្យបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដោយខ្លួននឹងចូលមកសម្របសម្រួលរកសន្តិភាពជូនប្រទេសទាំងពីរវិញដោយឡែកលោកដូណាល់ត្រាំក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថាលោកចង់បានសន្តិភាពដោយចាត់ទុកថាភាគីទាំងពីរមានបញ្ហារកម្មរកូសគ្នាបន្តិចបន្តួចប៉ុណ្ណោះទោះបីជាយ៉ាងនេះក្តីហើយនៅតែបន្តបាញ់ផ្លោងនិងប្រើប្រាស់ផ្សែងពុលនៅក្នុងតំបន់ព្រៃចន្ទដដែលឈានដល់ចំណុចនេះតើថៃកំពុងតែស្ដាប់អាមេរិកច្រឡំហើយហ៊ានធ្វើមិនស្ដាប់តាមចិនឬមួយប្រសិនបើជាឈប់បាញ់ពេលនេះ
ខ្លួននឹងគ្មានកន្លែងឈរជើងព្រោះបើយោងតាមសេចក្តីប្រកាសពីក្រសួងការពារជាតិកងទ័ពកម្ពុជាការពារយ៉ាងស្វិតស្វាញមិនឲ្យថៃចូលបានឡើយហើយកន្លែងដែលថៃព្យាយាមចូលដោតទង់ទាំងត្រដាប់ត្រដួសសុទ្ធតែត្រូវបានកម្ពុជាវាយរកចានចេញវិញទាំងអស់ថៃកំពុងប្រើវិធីសាស្ត្រកុហកប្រជាជនខ្លួនឯងខណៈដែលមេដឹកនាំគេអនុទិនបែរជាទៅច្រៀងលេងសប្បាយយ៉ាងរំភើយហើយការចរចាផងការពារខ្លួនផងយើងអនុវត្តយុទ្ធសាស្ត្រដៃមកខាងកាន់អាវុធការពារដៃមកខាងចរចាកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុតព្រោះយើងយល់ថាសង្គ្រាមគឺជាយុទ្ធសាស្ត្រចាញ់ប៉ុន្តែថៃទេដែលជាអ្នកអូស្ថានការឲ្យដល់បន្ទាត់ក្រហមហើយការបោះឆ្នោតនៅឆ្នាំ2026ថៃអាចចំណាយខ្ទង់ 6,000 លានបាតហើយចំពេលដែលថៃកំពុងតែអស្ថិរភាពនយោបាយថែមទាំងមានទឹកជំនន់ខ្យល់ព្យុះនៅក្នុងប្រទេសថែមទៀតផងការបោះឆ្នោតសកលរបស់ប្រទេសថៃដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ត្រូវបានរំពឹងថានឹងចំណាយអស់ប្រហែល 6,000 លានបាតប្រមាណជា190 លានដុល្លារដែលជាចំនួនប្រាក់ប្រហែលនឹងការបោះឆ្នោតលើកមុនខណៈដែលអស្ថិរភាពនយោបាយកំពុងតែបន្តបានធ្វើឲ្យការចំណាយលើការបោះឆ្នោតកើនឡើងនេះបើយោងតាមការរាយការណ៍ដែលបានចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍គណៈកម្មាធិការរៀបចំការបោះឆ្នោតមិនទាន់បានប្រកាសពីកញ្ចប់ថវិកាចុងក្រោយនៅឡើយទេប៉ុន្តែមន្ត្រីបាននិយាយថាការរៀបចំកំពុងត្រូវបានអនុវត្តក្រោមច្បាប់សារពើពន្ធដែលមានស្រាប់បន្ទាប់ពីសភាត្រូវបានរំលាយកាលពីថ្ងៃទី12ខែធ្នូដែលបានរារាំងអំណាចរបស់រដ្ឋាភិបាលចាំផ្ទះក្នុងការអនុម័តចំណាយថ្មីការប៉ាន់ប្រមាណនេះផ្ដោតលើការបោះឆ្នោតកាលពីខែឧសភាឆ្នាំ2023ដែលបានចំណាយអស់ប្រមាណ 5.94 លានបាតដែលជាការបោះឆ្នោតដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រថៃការបោះឆ្នោតឆ្នាំ2026និងការប្រើប្រាស់ប្រព័ន្ធសិលឹកឆ្នោត2និងចំនួនអាសនៈដូចគ្នាដែលបង្ហាញពីការចំណាយលើប្រតិបត្តិការស្រដៀងគ្នានេះក៏បានធ្វើឲ្យអ្នកវិភាគលើកឡើងថាវដ្តនៃការចលនារបស់នយោបាយថៃដដែលៗរបស់ប្រទេសថៃរួមទាំងការរំលាយសភាញឹកញាប់និងការផ្លាស់ប្ដូរច្បាប់បោះឆ្នោតបានធ្វើឲ្យមានការចំណាយលើការបោះឆ្នោតកើនឡើងជាលំដាប់ហើយស្របនឹងពេលនេះមានសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាទៀតហើយក៏មានចំនួនជាមួយនឹងប្រទេសជិតខាងផ្សេងទៀតដូចគ្នាហើយរួមទាំងពេលនេះពង្រីកកម្លាំងកងទ័ពបន្ថែមលុយថែមទៀតការធ្វើសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាប្រើសុទ្ធតែអាវុធទំនើបនិងអាវុធខុសច្បាប់យន្តហោះ A16 ក្របបែកចង្កោមកំភ្លើងធំតែនៅតែមិនអាចបំបែកកងការពាររបស់កម្ពុជាបានដដែលនេះគឺព្រោះតែកម្ពុជាមានការសាមគ្គីគ្នាមិនបែកបាក់គ្នា